តាសួស្តីបងប្អូនថ្ងៃនេះតនីហ្វាមយើងមកគេហើយមកចង់ប្រាប់ពីបងប្អូនដូចដើមវីដេអូមិញអញ្ចឹងបញ្ហាមន់យើងមានងាប់ដោយសារវាចឹកគូតគ្នាដល់ងាប់អញ្ចឹងណាអានេះពីមកពីបញ្ហាដូចយើងដាក់មន់ចូលថ្មីវាមានបញ្ហា 3-4 កត្តាទី1គឺមកពីអាកាសធាតុក្តៅពេកធ្វើឲ្យមន់យើងវាមានការ stress បណ្ដាលវាចឹកគ្នាវាចឹកសេចឹកណងគ្នាដូចមាននៅក្នុងវីដេអូនេះអញ្ចឹងមើលវាចឹកគ្នាឡើងឈាមឡើងអីពេញទៅនឹងដល់ពេលវាចឹកចឹងទៅពេលខ្លះវាទ្រង់វាបានស៊ីចំណីវាបានផឹកទឹកធ្វើឲ្យយាត្រាពងយើងក៏វាធ្លាក់តាមនឹងដែរហើយកត្តាមួយទៀតគឺកត្តាដែលយើងបដូរត្រង់ផ្លាស់ប្ដូរទីតាំងត្រង់មន់ទៅចូលថ្មីវាចាប់ផ្ដើម stress វាចាប់ផ្ដើមផ្លែកវាភ័យវាអីពេលខ្លះវាជន់គ្នាយូរមេដែលនៅជាមួយហ្នឹងគឺអត់អាចងើបឡើងស៊ីចំណីបានទេអាហ្នឹងនេះដូចក្នុងវីដេអូនេះអញ្ចឹងគឺគេតែជន់មេមួយទៀតឡើងទ្រោមអញ្ចឹងណាអាហ្នឹងយើងត្រូវចាប់មេដែលជន់ហ្នឹងចេញឲ្យទុកមេដែលទ្រោមហ្នឹងនៅម្នាក់ឯងឲ្យវាមានកម្លាំងឡើងវិញហើយកត្តាមួយទៀតការស៊ីមិនគ្រប់កាលណាយើងដាក់ចំណីអត់គ្រប់គ្រាន់វានឹងចាប់ផ្ដើមវាថាវាអត់នៅវា stress វាចាប់ផ្ដើមចាប់ផ្ដើមចឹកគ្នាវាចឹកសេចឹកណងជល់គ្នាចឹកស្លាបចឹកគូតអានេះជាបញ្ហាមួយដែរអញ្ចឹងកត្តាចាំបាច់បំផុតគឺយើងត្រូវឆែកមើលប្រមាណចំណុចហ្នឹងបញ្ហាមួយទៀតគឺខែក្តៅចេះគឺត្រូវឆែកមើលជាពិសេសគឺទឹកឲ្យវាផឹកឲ្យគ្រប់គ្រាន់បញ្ហាទឹកផឹកឲ្យគ្រប់គ្រាន់ក៏ធ្វើឲ្យមន់យើងវាមានការរាករូសមានការទន់ជើងអត់សូវស៊ីចំណីតែធ្វើឲ្យវាមានអត្រាពងធ្លាក់ហើយនឹងមេខ្លះវាអត់មានកម្លាំងមានអីគេជន់ដល់វាងាប់អញ្ចឹងការបាត់បង់ជាការខាត់បង់របស់ខាងយើងដែរ